សូមបងប្អូនអរគ្នានេះយើងនឹងធ្វើសកម្មភាពចូលរួមដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ICJ ជាមួយនឹងលោកមុនពេជ្រដែលជាយោធានៅប្រទេសអាមេរិកណាបងប្អូនបាទហើយថ្ងៃមុនខ្ញុំបានសាក់លបងដាក់ពាក្យដែរប៉ុន្តែខ្ញុំធ្វើអត់ត្រូវអ្វីដែលជាការណែនាំរបស់គេទេអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញទៅដល់បងប្អូនយើងបាទនេះបងប្អូនបាទយើងមាន Google Form ដែលគេនឹងដាក់ជាភាសាខ្មែរយើងទៀតណាបាទនេះ Thank you ឈរជាមួយកម្ពុជាការពារសន្តិភាពនិងយុត្តិធម៌សូមបងប្អូនអំពាវនាវទៅកាន់ក្រុមគ្រួសារនិងមិត្តភ័ក្តិសហការីនិងសហគមន៍អន្តរជាតិឈរជាមួយប្រទេសកម្ពុជាកងកម្លាំងប្រដាប់អាវុធនៃប្រជាណាចក្រថៃនេះគេដាក់សរអង់គ្លេស RTAF បានអនុញ្ញាតដឹកនាំនិងធ្វើសកម្មភាពយោធាខុសច្បាប់ប្រឆាំងនឹងកម្ពុជារួមមានការប្រើប្រាស់គ្រាប់បែកចង្កោមដែលបង្កគ្រោះថ្នាក់ដោយមិនរើសអើងនិងមានផលប៉ះពាល់យូរអង្វែងដល់ប្រជាពលរដ្ឋស៊ីវិលនិងបរិស្ថានពីសម្លាប់និងវាយប្រហារលើគោលដៅស៊ីវិលនិងទីតាំងដែលបានការពារដែលរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិបាទ3គឺការវាយប្រហារលើតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ប្រាសាទព្រះវិហារដែលជានិមិត្តរូបដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ពិភពលោកបាទវប្បធម៌កម្ពុជាបាទ4គឺការរំលោភលើកិច្ចព្រមព្រៀងបទជបាញ់នឹងចាប់ខ្លួននិងចាប់ខ្លួននិងបន្តឃុំខ្លួនទាហានចំនួន18នាក់ដោយខុសច្បាប់បាទ5គឺការដាក់ពង្រាយឧបករណ៍បញ្ចេញសម្លេងចម្ងាយឆ្ងាយនិងឧបករណ៍បញ្ចេញសម្លេងប្រភេទផ្សេងទៀតប្រឆាំងនឹងជនស៊ីវិលដែលបណ្ដាលឲ្យប៉ះពាល់ត្រចៀកនិងភាពតានតឹងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបាទ6ដាក់លួសបន្លានុតរាំងផ្លូវដោយខុសច្បាប់និងកាប់បំផ្លាញទ្រព្យសម្បត្តិដែលជារបស់ជនស៊ីវិលដោយចេតនាក្នុងទឹកដីរបស់ប្រទេសកម្ពុជា7គឺប្រើប្រាស់កាំភ្លើងគ្រាប់កៅស៊ូនិងអូស្មန်បង្ហូរទឹកភ្នែកប្រឆាំងនឹងជនស៊ីវិលដែលបណ្ដាលឲ្យមានរបួសនិងប្រើប្រាស់កម្លាំងដោយវិធីខុសច្បាប់និងប្រឆាំងជនស៊ីវិលតាមរយៈការចុះហត្ថលេខារបស់អ្នកបានយល់ព្រមចូលរួមការពារសន្តិភាពសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់កម្ពុជារាល់ហត្ថលេខានិងជំហរប្រឆាំងនឹងឈ្លានពានរបស់នឹងឈ្លានពាននឹងនឹងជាសម្លេងដើម្បីទាមទារយុត្តិធម៌យើងរួមគ្នាដើម្បីសន្តិភាពយុត្តិធម៌និងសេចក្តីថ្លៃថ្នូរសូមអរគុណហើយបន្ទាប់មកយើងបំពេញឈ្មោះរបស់យើងមកបាទនេះគឺឈ្មោះបាទរបស់យើងណាបាទដាក់ជាអង់គ្លេសក៏បានដាក់ជាខ្មែរក៏បានកាលបរិច្ឆេទនេះអ៊ីមែលបងប្អូនដាក់អ៊ីមែលបើមានបើអត់ទេក៏អត់អីដែរតាមមើលទៅណាបាទខ្ញុំសារបាទនេះមកពីប្រទេសណាបាទដាក់សរខ្មែរមកទៅបាទកម្ពុជាប្រទេសហ្នឹងហើយបន្ទាប់មកដាក់ចម្លើយរបស់បងប្អូនទៅបាទនេះគឺដាក់តាមអ្វីដែលបងប្អូនបានដឹងមកដាក់ថាម៉េច
សូមអំពាវនាវដល់ភាគីអង្គការសហប្រជាជាតិតុលាការអន្តរជាតិ ICJ ICJ យើងទៅសេអង់គ្លេសមក ICJ ហ្នឹងហើយនិងសហគមន៍អន្តរជាតិអូភាសាអង់គ្លេសឈប់ដល់សិននិងសហគមន៍អន្តរជាតិទាំងអស់ជួយអន្តរាគមន៍និងដាក់សម្ពាធមកលើប្រទេសថៃដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយប្រើកម្លាំងប្រដាប់អាវុធខុសច្បាប់ហើយយើងមិនដាក់ដោយទេយើងដាក់នឹងវិញបាទនេះយើងដាក់ពាក្យដោយវិញដាក់ពាក្យដោយខុសច្បាប់ព្រមទាំងឃុំឃាំងយោធាកម្ពុជា18នាក់ធ្វើជាចំណាត់ខ្មាំងដោយខុសច្បាប់ណាដកឃ្លាទៀតការរំលោភបទឈប់បាញ់និងកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀងសន្តិភាពដែលមានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោកប្រធានាធិបតីដូណាល់ត្រាំប្រធានាធិបតីអាមេរិកធិបតីដោយគ្មានការញញើតនិងបង្កអរិយភាពក៏អរិយភាពបង្កអរិយភាពនិងបង្កអរិយភាពចំពោះកម្ពុជាខុសមកលើប្រជាជនកម្ពុជានឹងនៅតែបន្តចិញ្ចឹមចិត្តឈ្លានពានលើទឹកដីកម្ពុជាសូមតុលាការអន្តរជាតិនិងសហគមន៍អន្តរជាតិទាំងឡាយជួយធ្វើកិច្ចអន្តរាគមន៍បញ្ឈប់នៅអំពើឈ្លានពានដ៏លាមករបស់ថៃមកលើកម្ពុជាសូមផ្ដល់យុត្តិធម៌មកដល់កម្ពុជាមិនចង់បានសង្គ្រាមទេកម្ពុជាត្រូវការសន្តិភាពសូមអរគុណតបមកយើងដាក់ចេញមកហើយបន្ទាប់មកបងប្អូនដាក់បញ្ជូនទៅបាទ submit ឬក៏បញ្ជូនបាទអូខេនេះគឺយើងបានហើយបាទអញ្ចឹងនេះគឺជាវីដេអូណែនាំសម្រាប់បងប្អូនអាចរួមគ្នានៅក្នុងការជួយដាក់ពាក្យបណ្ដឹង
នៅលើបាទ platform មួយនេះរបស់លោកមួនពេជ្រដើម្បីគាត់យកនៅហត្ថលេខារបស់បងប្អូនទាំងនេះទៅដាក់ពាក្យបណ្ដឹងនៅតុលាការអន្តរជាតិដើម្បីទាមទារឲ្យថៃគោរពបទឈប់បាញ់និងឈប់បន្តអរិភាពចំពោះកម្ពុជាយើងបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីសន្តិភាពរបស់យើងបាទអរគុណ